ក្រៅពីព្រឹករហ័សប្រានងើបទៅទិញម្ហូបផងបាទថ្ងៃនេះទិញត្រីក្រហមមួយក្បាលដែលមានទម្ងន់8ខាំហ្នឹងហើយ8ខាំហ្នឹង8500បាទមកផ្ទះមកដើម្បីចំហុយទឹកស៊ីអ៊ីវញ៉ាំដល់គ្នានៅព្រឹកនេះចាំមើលដំណើរការនៃការធ្វើតែខ្ញុំធ្វើឲ្យម៉េចបងប្អូនមើលដល់គ្នាបាទយើងវាបែបចេះមកដើម្បីឲ្យត្រីវាងាយនឹងឆ្អិនហើយមើលទៅវាស័ក្តិសមតំណងក្នុងការចំហុយរៀបដាក់ចានដាក់អមជាមួយនឹងបន្លែហ្នឹងកាត់វាមកកាត់តាមតំណើរបងប្អូនចង់កាត់ក៏កាត់មិនកាត់ក៏អត់ទៅនេះសម្រាប់ត្រីក្រហមនេះមានសារជាតិចិញ្ចឹមច្រើនណាស់បាទអានេះមានដូចជាបន្លែដាក់សម្រាប់ចំហុយជាមួយខ្ទឹមក្រហមហាន់មកបាទហាន់វាជាចំណិតស្ដើងមកសម្រាប់ខ្ទឹមក្រហមកាត់ឆ្អាបល្អមែនទែនតែម្ដងអានេះជីឆាយខៀវហ្នឹងអានេះម្ទេសផ្លោកលឿងអមពណ៌ហើយញ៉ាំបានឆ្ងាញ់ដែរម្ទេសផ្លោកលឿងហ្នឹងវាអត់សូវហឹលទេប៉ុន្តែហាន់ហ្នឹងវាថាផ្សាភ្នែកមែនទែនសម្រាប់ម្ទេសផ្លោកនេះដូចហាន់ខ្ទឹមបារាំងចឹងឯងបាទយើងរៀបចំឲ្យស្អាតមកហាន់ម្ទេសដាក់តម្លាក់មកឲ្យវាមានពណ៌ស្អាតជាងនឹងបន្តិចរោយជាមួយនឹងស្លឹកកញ្ឆាយស្លឹកជីស្លឹកអីលាយគ្នាចឹងមកកើតតែម្ដងនេះលាយទឹកសោះបាទជាចានមកដាក់ខ្ទឹមស3មើមចាក់ទឹកស៊ីអ៊ីវខាប់បន្តិចបាទដាក់ប៊ីចេង500គ្រាប់ដាក់ស្ករ500គ្រាប់ដាក់អំបិលមួយចុងស្លាបព្រាបន្តិចមកដាក់ម្សៅស៊ុបខ្នុរបន្តិចដែរមកបាទយើងប្រើទឹកស៊ីអ៊ីវជីងស៊ូកូរយកតែម្ដងកូរយកសម្រាប់ស្រូចក្នុងការចំហុយស្រូចពីលើត្រីមកហើយយើងដាក់ចំហុយបាទយើងកូរសពគ្រឿងមកកូរសពគ្រឿងខ្លាំងមែនទែនហ្នឹងហើយឥឡូវយើងរៀបចំដាក់ឆ្នាំងហើយយើងដាក់ទឹកសោះហើយរៀបចំដាក់នៅក្នុងឆ្នាំងឡាំងសឹងបាទនេះចំហុយវាមកឆ្អិនអូយស្រោចទឹកខ្លាញ់ពីលើជ្រោទឹកក្តៅបាទនេះហើយរួចរាល់អូខេតោះយើងញ៉ាំទាំងអស់គ្នាពលឹមឡើងអាហារសុខភាពបានមើល